គោរពស្រឡាញ់ថែញាតិប្រុសស្រីក្នុងវីដេអូនេះខ្ញុំនឹងបកស្រាយអំពីពាក្យថាក្របីយើងក៏ដឹងហើយជាសម្បត្តិនៃកសិកម្មជាកម្លាំងរបស់យើងក៏ប៉ុន្តែនៅក្នុងអត្ថកម្បាំងពាក្យថាក្របីនេះវាមកពីពាក្យថាក្រមាន3កម្រហ្នឹងមាន3គឺក្របូកក្របួនិងក្រពណ៌ដែលហៅថាក្របីនោះអញ្ចឹងដើម្បីបានជាប្រយោជន៍នៅក្នុងវីដេអូនេះសូមគោរពអញ្ជើញញាតិប្រុសស្រីទាំងអស់ចូលមកស្ដាប់ការបកស្រាយពាក់ព័ន្ធជាមួយនឹងពាក្យថាក្របីដែលជាកម្លាំងជំនឿសិទ្ធិរបស់ខ្មែរតាំងពីបុរាណហេតុនេះហើយបានជាមានយ័ន្តបុរាណមកដូចញាតិឃើញនៅក្នុងវីដេអូនេះស្រាប់ក្របីមិនមែនជាសត្វមិនមែនត្រឹមតែជាសត្វកសិកម្មតែប៉ុណ្ណោះទេបុរាណលោកជឿថាក្របីជាសត្វវិញ្ញាណអង្គរាមនៃសេចក្តីអន់និងល្អស្ដាប់ឲ្យទាន់ណាអង្គរាមអន់និងល្អនៅពេលមានស្រទាប់ភ្លៀងកើតឬបញ្ហាកសិកម្មអ្នកធំតែងយកក្របីក្នុងពិធីសាសនាដើម្បីសួរព្រះវស្សាឃើញទេសួរព្រះវស្សានិងអនាគតផលចំការណែស្ដាប់បានទេញាតិប្រុសស្រីនឹងពាក្យថាក្របីគឺអញ្ចឹងពាក្យថាក្របីនឹងឯងមានអត្ថន័យ3គឺក្រពាក្យថាក្របូកគឺជាឈើមួយប្រភេទដែលគេជឿថាឈើក្របូកនោះគេជឿថាមានអារក្សឬក៏វិញ្ញាណការពារស្នាក់នៅញាតិឃើញទេណាអ្នកចាស់បុរាណហាមកាប់ឈើក្របូកដោយគ្មានពិធីច្បាស់លាស់ព្រោះជឿថាអាចបង្កឲ្យគ្រោះថ្នាក់ឬក៏ជំងឺមកលើអ្នកដែលកាប់ឈើក្របូកនោះក៏ត្រូវមានយកទៅធ្វើជាឧបករណ៍ឈើក្របូកនឹងគេយកទៅធ្វើឧបករណ៍ផ្សេងគឺអ្វីដែលពិសេសហ្នឹងគឺគេយកឈើក្របូកនេះទៅធ្វើឧបករណ៍អាថ៌កំបាំងដូចជាខ្លឹមឬក៏គ្រាប់ព្រៃសម្រាប់ការពារកាយវិការបុគ្គលយកធ្វើអីគ្រឿងសិទ្ធផ្សេងណានិងក្របូកចំណែកឯពាក្យថាក្របួជំនឿបុរាណពាក់ព័ន្ធនឹងសត្វបានន័យថាបើយើងមើលទៅថាក្របីនឹងវាអត់មានបួរដូចគោទេហើយសំដៅថាក្របួតាមពិតហ្នឹងរូបអាថ៌កំបាំងដែលមានសមត្ថភាពคล้ายជារូបភាពផ្សេងណាដូចជាមានពាក្យនៅក្នុងភាសាអង់គ្លេសដែរគេចំណាំនិយាយណាអ្នករៀនអង់គ្លេសគេហៅ shape shifting spirit ភាសាអង់គ្លេសណាបើយើងអាចចេះអង់គ្លេសអាចសិក្សាទៅនឹងមានពាក្យអញ្ចឹងអាថ៌កំបាំងនឹងគេហៅ shape shifting spirit នឹងអាថ៌កំបាំង
អ្នកធំនិយាយថាក្របួអាចជារូបវិញ្ញាណអ្នកធំស្ដេចអីណាវិញ្ញាណឬក៏ព្រះចៅអីហ្នឹងហើយវិញ្ញាណបំរើអ្នកអនុវត្តអាចកម្បាំងឬសត្វការពារខ្លួននៅក្នុងពិធីវេទមន្តហើយណាវេទមន្តអញ្ចឹងគេជឿអញ្ចឹងហើយបានគេបានដាក់យន្តក្របីហ្នឹងចំណែកឯក្រពណ៌យើងស្ដាប់ទៅថាក្របីវាអត់មានពណ៌ក្រហមទេណាញាតិខ្លះថាអញ្ចឹងក្របីមានតែពណ៌ខ្មៅទេប៉ុន្តែក្របីខ្លះវាត្រាំទឹកអីទៅវាពណ៌ក្រហមម្រែងដូចមាសដែរឃើញទេក្របីខ្លះហ្នឹងយើងត្រាំទឹកទៅហើយក្របីខ្លះក៏វាឃ្លីកពណ៌សដែរណាក្របីខ្លះក៏ពណ៌ខ្មៅដែរប៉ុន្តែនៅក្នុងទីនេះគេមិនសំដៅចឹងទេក្រពណ៌នោះហ្នឹងហើយក្រពណ៌ជាសត្វដែលបង្កឲ្យមានទាំងភ័យខ្លាចនិងគោរពនិងក្រពណ៌ជាសត្វដែលបង្កឲ្យមានទាំងភ័យខ្លាចនិងគោរពជំនឿថាក្រពណ៌មានព្រះវិញ្ញាណស្នាក់នៅឃើញទេក្រពណ៌ជំនឿថាព្រះវិញ្ញាណស្នាក់នៅអាចផ្ដល់សេរីសួស្តីឬបង្កគ្រោះថ្នាក់ក្រពណ៌ណាបង្កគ្រោះថ្នាក់អ្នកធ្វើពិធីខ្មែរតែងប្រើរឿងនិទានពីក្រពណ៌នៅក្នុងការបង្ហាញអំពីអំណាចធម្មជាតិនិងវិញ្ញាណទឹកហ្នឹងហើយវិញ្ញាណទឹកញាតិមើលនៅក្នុងរូបនេះញាតិហាក់បីដូចឃើញរូបក្របីហ្នឹងដើរលើអ្វីមួយឃើញទេដូចដើរលើប្រពកដើរលើទឹកហ្នឹងហើយឃើញទេនេះគឺរឿងយន្តសិទ្ធរបស់បុរាណមិនមានមនុស្សឯណាចេះដោយទូទៅទេហ្នឹងហើយងាយខ្លីក៏ប៉ុន្តែស័ក្តិសិទ្ធិញាតិឃើញទេចំណុចត្រង់ហ្នឹងហើយយ៉ាងក្នុងវីដេអូមុនដែលខ្ញុំបានឲ្យញាតិហ្នឹងចូលមកស្ដាប់ពាក្យថាក្របីក្រមាន3ហ្នឹងគឺក្របោកក្របួក្រពណ៌ហ្នឹងហើយតែពាក្យថាក្របីហ្នឹងក្រអញ្ចឹងហ្នឹងហើយប៉ុន្តែតកតងជាមួយនឹងវិញ្ញាណសិទ្ធហ្នឹងហើយតកតងជាមួយនឹងព្រះវិញ្ញាណយល់ទេញាតិប្រុសស្រីយល់នៅក្នុងរឿងហ្នឹងដែរហ្នឹងហើយខ្ញុំសង្ឃឹមថាញាតិប្រុសស្រីបានស្ដាប់នៅក្នុងរឿងនេះក៏យល់ពាក្យថាក្របីហ្នឹងតាំងពីសម័យបុរេប្រវត្តិហើយដែលគេជឿលើវិញ្ញាណពណ៌ដែលជាវិញ្ញាណហ្នឹងហើយក្រពណ៌គឺជាសត្វដែលបង្កឲ្យមានទាំងភ័យខ្លាចនិងគោរពជំនឿថាក្រពណ៌មានវិញ្ញាណស្នាក់នៅក្រពណ៌ហ្នឹងមានវិញ្ញាណស្នាក់នៅហ្នឹងហើយស្នាក់នៅវិញ្ញាណបុរាណគេជឿលើវិញ្ញាណអញ្ចឹងស្នាក់នៅអាចផ្ដល់សេរីសួស្តីឬក៏បង្កគ្រោះថ្នាក់បានន័យថាមានទាំងសេរីសួស្តីមានទាំងគ្រោះថ្នាក់មានទាំងវិជ្ជមានមានទាំងអវិជ្ជមានក្នុងនេះ